នៅព្រឹកមិញនេះឯកឧត្តមបណ្ឌិតសភាចារអុករបុនទេសរដ្ឋមន្ត្រីនឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងមានការអញ្ជើញអមដំណើរដោយឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមអុកពញារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរីខេត្តកំពង់ឆ្នាំងឯកឧត្តមអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទឯកឧត្តមលោកជំទាវអនុរដ្ឋលេខាធិការសមាជិកក្រុមប្រឹក្សាខេត្តអាជ្ញាធរស្រុកនិងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមនៅក្នុងពិធីនៃការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេនៅក្នុងឃុំកោះថ្កូវស្រុកជលគិរីចំនួន80គ្រួសារផងដែរដោយពិធីខាងលើនេះបានរៀបចំធ្វើឡើងកាលពីព្រឹកមិញនេះថ្ងៃទី22ខែតុលាឆ្នាំ2025ឯកឧត្តមបណ្ឌិតសភាចារអុករបុនបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំជូនដល់បងប្អូនប្រជាពលរដ្ឋដែលជានិច្ចកាលថ្នាក់ដឹកនាំតែងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កលៈទេសៈមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណារស់នៅដោយខ្វះភាពកក់ក្ដៅកណ្ដោចកណ្ដែងម្នាក់ឯងនោះទេនៅក្នុងនោះដែរឯកឧត្តមបណ្ឌិតសភាចារក៏បានចែកនៅអំណោយជូនដល់ប្រជាពលរដ្ឋទាំង80គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករចំនួន25គីឡូក្រាមមីចំនួន1កេសត្រីខចំនួន1យួរទឹកស៊ីអ៊ីវចំនួន1យួរនិងថវិកាចំនួន40000រៀលផងដែរអរគុណលោកសុកកំសៀនដែលជាភ្នាក់ងាររបស់យើងនៅខាងខេត្តកំពង់ឆ្នាំងដែលបានផ្ដល់ព័ត៌មាននិងបញ្ជាក់ជូននៅក្នុងកម្មវិធីកាមេរ៉ាព័ត៌មាននៅពេលនេះបាទសូមបញ្ចប់ព័ត៌មានពីខេត្តកំពង់ឆ្នាំងសូមលោកអ្នកជួយ follow FB យើងខ្ញុំម្នាក់មួយផងដោយក្តីគោរពរាប់អានបំផុតចំពោះយើងខ្ញុំដោយចុច follow ម្នាក់មួយដើម្បីជាការលើកទឹកចិត្តឲ្យទទួលបាននូវការផ្សព្វផ្សាយព័ត៌មានពិតពីកម្មវិធីកាមេរ៉ាព័ត៌មានយើងខ្ញុំផងដែរសូមអរគុណចំពោះការ follow FB យើងខ្ញុំពីសំណាក់បងប្អូនសូមអរគុណចំពោះការតាមដានទស្សនាពីកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទ